ព្រះគម្ពីរអូបាឌៀយើងមិនអាចកំណត់ច្បាស់លាស់ពីពេលវេលាដែលហោរាអូបាឌៀបានរស់នៅនោះទេអ្នកខ្លះជឿថាហោរាអូបាឌៀបានរស់នៅក្នុងសម័យកាលហោរាហូសេយ៉ូអែលនិងអេម៉ូសដែរហើយអ្នកខ្លះទៀតគិតថាហោរាអូបាឌៀបានរស់នៅក្នុងគ្រាដែលជាប់ខ្លួនជាឆ្លើយពាក្យគន្លឹះនៃកាន់គម្ពីរនេះគឺអេដុំដោយសារក្នុងកាន់គម្ពីរនេះហោរាអូបាឌៀបានស្ដីបន្ទោសយ៉ាងខ្លាំងចំពោះសាសអេដុំដែលបានប្រព្រឹត្តអាក្រក់មកលើសាសយូដាជាបងប្អូនរបស់ខ្លួនសាសអេដុំគឺជាពូជរបស់អេសាវដូច្នេះពួកគេជាប់ខ្សែស្រឡាយជាមួយនឹងសាសអ៊ីស្រាអែលប៉ុន្តែសាសអេដុំបានបដិសេធមិនឲ្យសាសអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួននៅពេលដែលពួកអ៊ីស្រាអែលកំពុងធ្វើដំណើរពីស្រុកអេស៊ីបទៅកាន់ស្រុកកាណានជាច្រើនឆ្នាំក្រោយមកទៀតនៅពេលដែលសាសបាប៊ីឡូនបានបំផ្លិចបំផ្លាញក្រុងយេរូសាឡឹមសាសអេដុំក៏បានបញ្ចេញគំនុំរបស់ខ្លួនដោយចូលរួមក្នុងការសម្លាប់សាសអ៊ីស្រាអែលនិងលួចប្លន់ទ្រព្យសម្បត្តិរបស់ពួកគេហោរាអូបាឌៀទស្សន៍ទាយថាសាសអេដុំនឹងត្រូវបានវិនាសអន្តរាយដោយសារសេចក្តីអំនួតនិងភាពឃោរឃៅរបស់ពួកគេសាសយូដានឹងคล้ายទៅជាឧបករណ៍ដែលព្រះជាម្ចាស់នឹងប្រើប្រាស់ដើម្បីធ្វើឲ្យសាសអេដុំដួលរលំបន្ទាប់មកសាសអ៊ីស្រាអែលនឹងត្រូវបានសង្គ្រោះព្រមទាំងបានទឹកដីដែលព្រះជាម្ចាស់បានសន្យាចំពោះពួកគេពីមុនមកហើយក៏បានទឹកដីរបស់សាសអេដុំផងដែរ